ប្រធានអង្គការមូលនិធិមូស្លីមកម្ពុជាបានប្រារព្ធពិធីចែកគោគូពៀនរបស់សាសនិកអ៊ីស្លាមនៅក្នុងពិធីបុណ្យរ៉ូយ៉ាហាជីអៃឌីលអាត់ហាកាលពីថ្ងៃទី7ខែមិថុនាឆ្នាំ2025កន្លងទៅនេះនៅភូមិព្រៃខ្ជាយឃុំបារាយស្រុកព្រៃឈរខេត្តកំពង់ចាមលោកអង្ញាលីវាសនាអនុប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ចាមនិងជាប្រធានអង្គការមូលនិធិមូស្លីមកម្ពុជាបានឲ្យដឹងថាពិធីចែកគោគូពៀនរបស់សាសនិកអ៊ីស្លាមនាពេលនេះគឺធ្វើឡើងដើម្បីចូលរួមនៅក្នុងពិធីបុណ្យរ៉ូយ៉ាហាជីអៃឌីលអាត់ហានៅក្នុងនោះក៏មានការជួយឧបត្ថម្ភគាំទ្រពីអង្គការមូលនិធិមូស្លីមកម្ពុជានិងសហការជាមួយនឹងសមាគមអាដាមមកពីប្រទេសម៉ាឡេស៊ីដឹកនាំដោយលោកហាហ្វជីតមូស្តាហ្វាម៉ាម៉ាត់និងអង្គការនេហ្សៀតមកពីប្រទេសទូគីដឹកនាំដោយលោកយ៉ាស៊ីនអាល់តុនដាល់អ៊ូលូនិងសមាគមស៊ុលដែដឹកនាំដោយលោកហ៊ីហ្សេតអាល់យុលលោកអង្ញាលីវីសនាបានបញ្ជាក់ទៀតថាឲ្យតែដល់ខែមិថុនានេះអង្គការមូលនិធិមូស្លីមកម្ពុជាតែងតែធ្វើសកម្មភាពចែកគោទៅតាមមូលដ្ឋានដែលមានបងប្អូនប្រជាពលរដ្ឋកាន់សាសនាអ៊ីស្លាមដោយជាក់ស្ដែងសម្រាប់ឆ្នាំនេះមានគោចំនួន113ក្បាលបានផ្ដល់ជូនទៅភូមិចំនួន49ក្នុងនោះនៅមូលដ្ឋានខេត្តកំពង់ចាមនិងខេត្តត្បូងឃ្មុំខេត្តក្រចេះនិងខេត្តកំពង់ធំដោយឡែកអង្គការមូលនិធិមូស្លីមកម្ពុជាក្រុងនឹងបន្តចែកគោចំនួន88ក្បាលបន្ថែមទៀតនាឱកាសនៃពិធីបុណ្យអៃឌីលអាត់ហាឆ្នាំនេះ